ខ្មែរត្រូវចេះស្រឡាញ់ជនជាតិខ្មែរត្រូវតែស្រឡាញ់គ្នាទោះបីជានៅក្នុងប្រទេសយើងក្តីឬក៏មករស់នៅប្រទេសគេក្តីនឹងឲ្យបងប្អូនដោយសារប្រហែលរយៈនេះខ្ញុំតែងតែឃើញបងប្អូនយើងមួយចំនួនដែលគាត់មានគ្រួសារហ្នឹងហើយបានមកប្រទេសគេណាហ្នឹងហើយគាត់តែងតែធ្វើវីដេអូបង្ហាញហ្នឹងហើយអំពីភាពរីកចម្រើនភាពល្អភាពអស្ចារ្យរបស់ប្រទេសដែលពួកគាត់បានរស់នៅណាហ្នឹងហើយគាត់មកលេងប្រទេសយើងហ្នឹងហើយគាត់មិនបានប្រម៉ូទហ្នឹងហើយប្រទេសយើងឲ្យបរទេសឲ្យជនជាតិផ្សេងបានដឹងចង់មកលេងឬក៏អីទេបែរជាបងប្អូនយើងខ្លះហ្នឹងហើយគាត់បែរជានិយាយរឿងអាក្រក់នឹងបន្ទោសប្រអាប់នៅប្រទេសជាតិសាសន៍ខ្លួនឯងទៅវិញខ្ញុំក៏មិនយល់ថាតើអាគំនិតពួកគាត់ content ពួកគាត់ធ្វើហ្នឹងហើយសួរថាតើវាមានប្រយោជន៍ស្អីនៅពេលដែលយើងជាជនជាតិខ្មែរហើយយើងទៅមើលងាយមើលស្រានឹងឲ្យបងប្អូនប្រជាជនប្រទេសកំណើតខ្លួនសួរថាវាបានប្រយោជន៍អីមកវិញនឹងឲ្យបំណាច់ជាយើងបានទៅធ្វើការប្រទេសគេយើងបំណាច់ជាបានទៅរស់នៅប្រទេសគេនឹងឲ្យបើយើងបានរស់នៅសុខយើងរស់នៅសុបាយក៏យើងនៅទៅនឹងហើយបើយើងមិនបានចូលរួមចំណែកជួយដល់ប្រទេសជាតិនឹងហើយជួយប្រម៉ូទប្រទេសជាតិនឹងហើយមិនបានជាចំណែកជួយដល់ប្រទេសនឹងហើយយើងកុំទៅរិះគន់នឹងហើយប្រទេសរបស់យើងនោះណាបងប្អូននឹងហើយទោះបីជាបច្ចុប្បន្នយើងនៅប្រទេសគេយើងមានដល់កម្រិតណាក៏ដោយបងប្អូនតែបងប្អូនត្រូវចាំថាយើងជាជនជាតិខ្មែរយើងកើតជាជនជាតិខ្មែរណាបងប្អូនហ្នឹងហើយប្រហែលរយៈនេះខ្ញុំឃើញបងប្អូនយើងមួយចំនួនហ្នឹងហើយដែលគាត់នឹងជា content មួយចំនួនហ្នឹងហើយមិនដឹងថាគាត់ធ្វើអញ្ចឹងដើម្បីជាការចាប់ទាមទារការចាប់អារម្មណ៍ឬក៏យ៉ាងម៉េចទេណាតែបើសិនជាអាចណាបងប្អូនរឿងល្អនឹងឲ្យយើងបង្ហាញនឹងឲ្យពិភពលោកបានដឹងបានឮទៅណានឹងហើយបើរឿងណាមិនល្អយើងក៏ថាយើងដឹងនឹងឲ្យយើងអាចនិយាយអ្វីដែលថាជាការកែប្រែនិងជាការស្ថាបនាណា1 2 3ណានឹងឲ្យយើងកុំជន់ពន្លិចនៅប្រទេសជាតិខ្លួនឯងហ្នឹងហើយវាស្ដាប់ទៅយើងជាជនជាតិខ្មែរមួយរូបបងប្អូនពេលដែលយើងមានអាគំនិតបែបជន់ពន្លិចជាតិសាសន៍ជន់ពន្លិចប្រជាជនខ្លួនឯងពេលខ្លះខ្ញុំក៏មានអារម្មណ៍មួយថាវាពិបាកទទួលយកបងប្អូនហ្នឹងហើយកុំគិតថាអូនៅប្រទេសគេណាមានគ្រួសារនៅប្រទេសគេមកធ្វើការប្រទេសគេអស្ចារ្យចម្រើនអស្ចារ្យខ្លាំងអីណាបងប្អូនកុំគិតអញ្ចឹងទោះបីជាបងប្អូនយើងនៅខ្មែរក៏គាត់មិនបានមកសុំលុយយើងចាយដែរណាបងប្អូននឹងឲ្យកុំធ្វើចរិតបែបផ្ជាបែបដូចអស្ចារ្យពេកបងប្អូនហ្នឹងហើយ1ឆ្នាំ2ឆ្នាំ3ឆ្នាំអ្នកខ្លះដល់10ឆ្នាំហ្នឹងហើយបានទៅប្រទេសកំណើតម្ដងហ្នឹងទៅហ្នឹងហើយធ្វើដូចជាខ្ញុំពេលខ្លះខ្ញុំឃើញស្ដាយពេកបងប្អូនខ្ញុំឃើញស្ដាយពេកណាហើយក៏ដូចជាឃើញវីដេអូបងប្អូនស្រីម្នាក់ហ្នឹងហើយក្នុងពេលបច្ចុប្បន្ននេះឃើញផុសមិនចូលចិត្តប្រទេសខ្លួនឯងទេនឹងពិបាកហូបអីណាស់វេទនាណាស់នៅបងប្អូនបើសិនជាថាប្រទេសខ្លួនឯងពិបាកខ្លាំងហ្នឹងហើយមិនបាច់មកទេបងប្អូនណាមិនបាច់មកទេហ្នឹងហើយ
បើថាមិនស្រឡាញ់ប្រទេសជាតិខ្លួនឯងមិនបាច់មកទេហ្នឹងហើយអត់បងប្អូនប្រហែលអ្នកប្រហែលក្របហ្នឹងក៏ប្រទេសខ្មែរយើងមិនទៅជាស្អីទេបងប្អូនណាហ្នឹងហើយបើមិនបានជួយយឹតយងបើមិនបានចូលរួមជាចំណែកហ្នឹងហើយជួយប្រម៉ូតហ្នឹងហើយមិនចាំបាច់ទៅរិះគន់ទេបងប្អូនណាប្រទេសយើងទេហ្នឹងហើយកុំមានបានតិចតួចយើងទៅនៅប្រទេសគេវាអញ្ចឹងពេកណាបងប្អូនហ្នឹងហើយព្រោះខ្ញុំតាមពិតខ្ញុំមិនត្រូវធ្វើវីដេអូបង្ហាញទេគ្រាន់តែថាពេលខ្លះខ្ញុំមានអារម្មណ៍មួយថាដូចជាពួកគាត់មួយចំនួនឲ្យតម្លៃទៅលើប្រទេសគេពេកបងប្អូនឲ្យតម្លៃជ្រុលណាឲ្យតម្លៃជ្រុលរហូតដល់ថ្នាក់មើលងាយមើលស្រាលប្រទេសប្រជាជនខ្លួនឯងហ្នឹងហើយបើថានៅប្រទេសគេអស់ចារីចម្រើនប្រទេសខ្លួនឯងនៅមិនកើតមិនមកទេមិនមកលេងមិនមកទេណាហ្នឹងហើយទៅនៅប្រទេសដែលខ្ល้อยគាត់ថាល្អរីចម្រើនទៅហ្នឹងហើយប្រជាជនខ្មែរគេរស់នៅបានហ្នឹងហើយគេអាចធ្វើអ្វីបានណាបងប្អូនហើយប្រទេសណាវារមែងតែមានអ្នកក្រអ្នកមានមនុស្សអាក្រក់មនុស្សល្អប្រទេសណាទេបងប្អូនមានដូចគ្នាណាខ្ញុំបញ្ជាក់អញ្ចឹងមានដូចគ្នាបាទមានដូចគ្នាហ្នឹងហើយអ្នកសុំទានណាក៏មានដូចគ្នាដែរប្រទេសណាទេបងប្អូនណាហ្នឹងហើយដូចគ្នាទេអញ្ចឹងកុំឲ្យមានអាគំនិតហ្នឹងហើយគ្រាន់តែបានជន់ទឹកដីគេមានគ្រួសារនៅប្រទេសគេធ្វើដូចជាអស់ចាមកប្រទេសខ្មែរម្ដងហឹកហាក់ខ្លាំងអីបងប្អូនណាហ្នឹងហើយពេលខ្លះអ្នកមួយចំនួននោះហ្នឹងហើយចាញ់បងប្អូនប្រជាជនខ្មែរយើងផងបងប្អូនប្រជាជនខ្មែរយើងខ្លះផ្ទះផ្ទាល់ខ្លួនបងប្អូនផ្ទះផ្ទាល់ខ្លួនមានប្លង់រឹងផ្ទាល់អត់ចពាក់គេណាមានលុយទិញឡានជិះនៅមានលទ្ធភាពឲ្យកូនរៀនសាលាល្អហ្នឹងហើយមានលុយគេខ្ចីទៀតណាហើយអ្នកខ្លះនៅប្រទេសគេមែនបងរំលោះផ្ទះគេណាបងរំលោះផ្ទះគេមួយអាទិត្យវត្តកមួយខែវត្តកហ្នឹងហើយពេលខ្លះអត់ការងារធ្វើនៅផ្ទះហ្នឹងហើយវេទនាផ្លូវកាយផ្លូវចិត្តហ្នឹងហើយមានគ្រួសារជនជាតិគេមិនដូចជនជាតិខ្មែរយើងទេបងប្អូនណាហ្នឹងហើយជនជាតិគេភាគច្រើនខ្ញុំនិយាយភាគច្រើនចុះលុយចាយរៀងខ្លួនណាលុយចាយរៀងខ្លួនមិនដូចជនជាតិខ្មែរយើងទេណាហើយពួកគេក៏មិនគិតអីណាត្រូវចេះសន្សំលុយដើម្បីកូនអនាគតកូនត្រូវជួយឪពុកជួយម្ដាយណាបងប្អូនអត់ទេណាបងប្អូនអត់ដូចជនជាតិខ្មែរយើងទេខ្ញុំបញ្ជាក់ទៀតណាហ្នឹងហើយកុំឧស្សាហ៍លើកប្រទេសគេល្អមិនល្អវាអាស្រ័យទៅលើយើងទេណាការអប់រំកូនហ្នឹងហើយជីវភាពខ្លួនឯងឆ្នៃធ្វើមិនអីមិនណាបាទនៅប្រទេសខ្មែរទោះបីជាហ្នឹងហើយមានចំណោទតិចតួចក៏ពិតមែនតែគេមានពេលវេលាជួបជុំគ្រួសារបងប្អូនគេណាចង់ទៅណាទៅណីបងប្អូនស្រឡាញ់ឪពុកម្ដាយបងប្អូនកូនចៅគេស្គាល់គ្នាណាគេមានពេលវេលាគ្នាហើយអ្នកមួយចំនួនដែលនៅប្រទេសគេនោះពេលខ្លះមួយឆ្នាំ2ឆ្នាំ3ឆ្នាំ4ឆ្នាំមិនដែលរាប់អានបងប្អូនផងមិនដែលមានពេលវេលាបងប្អូនផងបាទហើយខ្ញុំនិយាយថាបងប្អូនមួយចំនួនតូចទេណាមិនម៉ៃទាំងអស់អ្នកបងប្អូនខ្មែរដែលអាចបានទៅរស់នៅប្រទេសគេឬក៏ធ្វើការប្រទេសគេទេតែខ្ញុំសូមនិយាយថាយើងកុំបានទៅនៅប្រទេសគេហើយយើងមកមើលស្រាមកលុកដោនប្រទេសខ្លួនឯងអីហ្នឹងខ្ញុំអត់លើកទឹកចិត្តទេបងប្អូនណាហ្នឹងហើយយើងរស់នៅ10 20 30 40ឆ្នាំយើងរស់នៅបានតើនៅប្រទេសគេបាន1ឆ្នាំ2ឆ្នាំមិនក៏មកស្មារតីមកមិនកើតហ្នឹងហើយកុំដល់ថ្នាក់នឹងពេកបងប្អូនណាហ្នឹងហើយកុំដល់ថ្នាក់នឹងពេកយើងធ្វើ content ណាដើម្បីទាមទារចំណាប់អារម្មណ៍ក៏យើងធ្វើទៅតែបើ content បែបធ្វើឲ្យប្រទេសជិតខាង
ប្រទេសដតីមើលស្រាប់ប្រទេសយើងហ្នឹងក៏គួរតែពិចារណាឡើងវិញទៅហ្នឹងហើយមិនមែនអត់យើងម្នាក់ពីរនាក់ហ្នឹងបាទប្រទេសខ្មែរទៅជាអីទេណាបងប្អូនហ្នឹងហើយយើងទៅយកប្រទេសអភិវឌ្ឍមកប្រៀបធៀបជាមួយប្រទេសយើងកំពុងអភិវឌ្ឍវាអត់ត្រូវគ្នាទេណាបងប្អូនខ្ញុំមិនកាន់ជើងខាងណាខាងណីទេតែគាត់ថាបើយើងមិនបានចូលរួមចំណែកហ្នឹងហើយយើងមិនមានលុយជួយប្រទេសក៏យើងអាចជួយជាសលេងហ្នឹងហើយភាពល្អរបស់ប្រទេសយើងឲ្យនៅបណ្ដាប្រទេសផ្សេងបានដឹងបានឮទៅវាល្អជាងណាបងប្អូនហ្នឹងហើយខ្ញុំឃើញបងប្អូនយើងមួយចំនួនខ្លះភាគច្រើនល្អដែលគាត់ព្យាយាមហ្នឹងហើយប្រម៉ូទអំពីប្រទេសខ្មែរយើងណាតែក៏មានបងប្អូនខ្លះមួយចំនួនតូចទេដែលគាត់មានអាគំនិតមួយបែបបានទៅនៅប្រទេសគេហ្នឹងអូយលោកអីលោកហ្នឹងហើយអាសូរតែទៅប្រទេសគេហ្នឹងធ្វើជាតកែទៅខ្ញុំមិនក៏មិនថាបងប្អូនអ្នកខ្លះហ្នឹងហើយធ្វើការគ្មានថ្ងៃឈប់ផងហ្នឹងហើយធ្វើការគេដូចតែគ្នាហ្នឹងបងប្អូនហ្នឹងហើយចឹងថាបងប្អូននៅបងប្អូនខ្លះគាត់មិនដែលមកប្រទេសគេគាត់មិនសូវចិត្តដឹងទេតែដូចខ្ញុំផ្ទាល់ខ្ញុំបានមកធ្វើការនៅប្រទេសគេអីហ្នឹងខ្ញុំយល់ច្រើនណាបងប្អូនណាហ្នឹងហើយខ្ញុំដឹងច្រើនថាគ្មានប្រទេសណាល្អដូចជាប្រទេសកំណើតខ្លួនឯងទេគ្មានទេលើលោកនេះបងប្អូនណាគ្មានប្រទេសណាល្អជាងប្រទេសកំណើតខ្លួនឯងទេហ្នឹងហើយតែបើថាបើយើងមានលទ្ធភាពយើងចង់មកនៅប្រទេសគេយើងចង់បង្កើតគ្រួសារនៅប្រទេសគេអាហ្នឹងរឿងរបស់យើងទៅបាទហើយយើងមើលទៅណាអ្វីដែលល្អក៏យើង share ទៅហ្នឹងហើយអ្វីដែលយើងមិនល្អក៏យើងនឹងព្យាយាមហ្នឹងហើយនិយាយក្នុងន័យស្ថាបនាទៅហើយកុំជន់ពន្លិចហ្នឹងហើយព្រោះពេលខ្លះការដែលយើងបង្ហាញនៅលើ social media ហ្នឹងវាជាផ្នែកមួយណាវាជា information មួយណាបងប្អូនហ្នឹងហើយឲ្យអ្នកដទៃគេដឹងអញ្ចឹងគាត់ថាខ្ញុំមកបង្ហាញអារម្មណ៍របស់ខ្ញុំនៅពេលនេះគ្រាន់តែប៉ុណ្ណឹងណាហ្នឹងហើយអត់បានអត់ទៅហ្នឹងហើយប្រទេសយើងទេប្រជាជនយើងទេខ្មែរត្រូវស្រឡាញ់ខ្មែរណាអរគុណបងប្អូន